ព្រោះតែរូបនឹងបានតែមានទិដ្ឋិដេកសងំក្នុងសន្តានចិត្តហ្នឹងណាចឹងដល់អញ្ចឹងទៅបញ្ញាមានចាំបាច់ទៅនិយាយចរចាអីជាមួយទិដ្ឋិអីទេអត់មានទៅច្បាំងទៅទប់ទៅទល់អីជាមួយទិដ្ឋិទេគឺសិក្សាអារម្មណ៍នឹងតែម្ដងសិក្សាសភាវៈពិតនឹងតែម្ដងគឺរូបវេទនាសញ្ញាសង្ខារវិញ្ញាណរូបសម្លេងក្លិនរសផតភៈនិងធម្មអារម្មណ៍សូម្បីអារម្មណ៍នឹងមិនមែនជាតួទិដ្ឋិក៏ដោយដូចជាចក្ខុវិញ្ញាណមិនមែនទិដ្ឋិទេឃើញទេប៉ុន្តែទិដ្ឋិដែលដេកនៅក្នុងខណៈនឹងអញ្ចឹងសតិរលឹកបានរលឹកចក្ខុវិញ្ញាណហ្នឹងណារលឹកសិក្សាឲ្យស្គាល់ចក្ខុវិញ្ញាណហ្នឹងរឿងហ្នឹងរឿងសម្រាប់ទិដ្ឋិទាំងសម្រាប់អនុស័យតែហ្មងប៉ុន្តែអត់មានចំដោយទានដោយសិលដោយសមថៈទេឃើញទេទានសិលអីហ្នឹងគឺថាលះកិលេសក្រោតក្រៀតសមថៈលះកិលេសកដាអានោះមានងាប់អីវាឬគល់វាប្រប៉ុណ្ណានៃហ្នឹងវាលោះឡើងវាល្អណាស់វាមានឬគល់វាមានងាប់អីដល់ទៅវិបស្សនាអត់ទេវិបស្សនាអត់ទេអត់មានដូចរឿងទានសិលសមថៈទេអានោះសម្លឹងឲ្យឃើញថាទិដ្ឋិកើតឡើងកើតនៅក្នុងទីណាមើលទៅឃើញនៅក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណដែលជាអារម្មណ៍របស់ទិដ្ឋិដែលទិដ្ឋិតែងប្រកម្មបញ្ញាសិក្សាក្នុងរូបនោះឯងឲ្យឃើញច្បាស់ដោយបញ្ញាដល់ប្រពៃឃើញច្បាស់នៅរូបនោះថាមិនមែនជារបស់ខ្លួនមិនមែនជាខ្លួនមិនមែនជាតួខ្លួននោះឲ្យឃើញច្បាស់អញ្ចឹងទៅទិដ្ឋិហ្នឹងរលំតោងទៅវាមានអីតោងដែលអាស្រ័យថារូបហ្នឹងជាខ្លួនជារបស់ខ្លួនហើយដល់បញ្ញាគេថាមិនមែនខ្លួនហើយរលំតោងបណ្ដោយរឿងទិដ្ឋិហ្នឹងដែលត្រូវស្លាប់ហ្នឹងស្លាប់ដោយឧបាយនៃបញ្ញាអញ្ចឹងណារឿងហ្នឹងសំខាន់អញ្ចឹងអីសំឡេងក្លិនរសផតភៈនិងធម្មអារម្មណ៍ហ្នឹងក៏ដោយហើយរបស់ហ្នឹងមាននៅក្នុងជីវិតប្រចាំថ្ងៃនេះណាអត់មែនមកលាស់លាត្រាបណីថាហ្នឹងហើយស្ដាប់ពួតធ្វើកិច្ចការងារអីហ្នឹងមិនចាំបាច់អប់រំសតិទេចាំតែដល់ពេលយើងទៅធ្វើគឺចម្រើនតែម្ដងហ្នឹងហើយដែលរឿងប្រោះកិលេសនោះណាទៀតណារឿងប្រោះកិលេសឲ្យវានៅរស់យ៉ាងស្រួលក្នុងជីវិតប្រដីប្រចាំថ្ងៃឃើញក៏ខ្លួនឃើញឮក៏ខ្លួនឮធំផ្លិនដឹងរស់ដឹងផត់ថាប់ពេអីខ្លួនតែទាំងអស់ដល់អញ្ចឹងទៅវាមានរឿងអីដែលថាងាប់ទិដ្ឋិហ្នឹងវានៅរស់យ៉ាងស្រស់បំព្រងនៅរស់យ៉ាងធំធាត់បើនិយាយពីសត្វវិញធាត់ឲ្យទៅហួហួហើយបើនិយាយពីដើមឈើវិញស្រស់ឲ្យបំព្រងពីព្រោះជីវិតប្រដីប្រចាំថ្ងៃវាមានអីទៅទប់ទល់ជាមួយវាបើថារូបហ្នឹងវានៅតែខ្លួនអញ្ចឹងសម្លេងហ្នឹងវានៅតែខ្លួនក្លិនរសផតភពៈវានៅតែខ្លួនចិត្តឃើញក៏ខ្លួនចិត្តឮក៏ខ្លួនអញ្ចឹងមានសតិណារលឹកវាទៅយថាចាំបាច់រលឹកអីអ្នកណាមិនដឹងចិត្តឃើញចិត្តឮនោះតែដឹងអញ្ចឹងធ្វើអីមានបានចម្រើនអីចម្រើនក្នុងមโนទ្វានោះអញ្ចឹងស្ងៀមស្ងាត់ទៅអប់រំទៅតែឯងទៅអាហ្នឹងបានគេហៅថាចម្រើនមកនៅក្នុងការរស់នៅធ្វើកិច្ចការងារសពគ្រប់ទាំងអស់អញ្ចឹងចម្រើនអីកើតច្បោកច្បល់អញ្ចឹងហ្នឹងហើយដែលរឿងប្រោះកិលេសឲ្យរស់ហ្នឹងវាកន្លែងហ្នឹងណាទេណាយើងបានជាភ្លេចថាកិលេសកើតបាននឹងកើតក្នុងអារម្មណ៍ណាកិលេសដែលកើតបានមិនមែនចំពោះតែទិដ្ឋិមួយទេកើតក្នុងអារម្មណ៍ណាហើយដែលកើតមិនបាននឹងព្រោះអីពីព្រោះតែបញ្ញាដឹងសេចក្តីពិតនៃអារម្មណ៍ហ្នឹងណាដឹងពិតទៅកិលេសកើតអត់បានទៅទេពីព្រោះកិលេសដែលកើតឡើងវាមានអារម្មណ៍របស់វាពីព្រោះនៅក្នុងពួកនាមធម៌សារមណាធម្មាដែរសារមណាគឺថាជាពួកធម៌មានអារម្មណ៍ហើយអារម្មណ៍ហ្នឹងវាតោងអារម្មណ៍ហ្នឹងវាកើតឡើងហើយក្នុងការដែលវាតោងហ្នឹងដូចជាទិដ្ឋិវាតោងអារម្មណ៍ហ្នឹងដោយសេចក្តីថាជាខ្លួនជារបស់ខ្លួនហើយដោយតណ្ហាអញ្ចឹងទៅដោយសេចក្តីប្រាថ្នាត្រូវការអារម្មណ៍នឹងថាជារបស់ខ្លួនដែរអញ្ចឹងទៅមានអ្នកនឹងថាជាយើងអីចឹងទៅរបស់យើងទៅស្អីទៅសពគ្រប់កិលេសនឹងដល់ទៅបញ្ញាដឹងថាកិលេសអស់នេះវាកើតអាស្រ័យអារម្មណ៍នឹងអញ្ចឹងទៅហើយដែលវាចិត្តទៅរស់ទៅបានដោយសារមោហៈនឹងកិលេសទាំងអស់ហ្នឹងដែលចិត្តទៅរស់ទៅបានដោយសារមោហៈ
มោหะนั่นคือการวงเว้นการมันดังสักใดปิดในอารมณ์นั่นบางทีมันดังจังตื้อบางทีมันดังตื้ออันนั้นกิเลสวิจิตรรู้วิจิตรประเตอร์โดยใช้ดำใบเอากิเลสนั่งเวียงอดเวียตอนแต่ปัญญาหนึ่งไอ้ดังสักใดปิดในอารมณ์นั่นตื้อเมียนเรื่องไอ้เดี๋ยวทำมันดังtrongชีวิตประจำไงนั่งเอาแต่เมียนการประกอบแล้วตามเพลย์เพลย์เพลย์ติเชี่ยเพลย์จมูกเพลย์หน้าเพลย์กายนั่งเพลย์จัดมันแม้นchỉរឿងគិតឈ្មោះតែជាការឃើញច្បាស់នៅសភាវៈពិតនោះដែលកំពុងប្រកបបើថាចក្ខុមិនទៀងហ្នឹងគឺចក្ខុនឹងប្រកបសោតៈមិនទៀងហ្នឹងគឺសោតៈនឹងប្រកបមិនមែនចេះតែនឹកចេះតែថាទេគឺបញ្ញានឹងឃើញច្បាស់បានទប់ទល់ជាមួយកិលេសនឹងបានកិលេសនឹងកើតមិនបានក្នុងគណៈដែលមានបញ្ញាដឹងសេចក្តីពិតនៃអារម្មណ៍ហ្នឹងម្ល៉េះបញ្ញានោះវានៅកន្លែងកិលេសហ្នឹងវាកម្មយកកន្លែងកិលេសហ្នឹងមិនអាចកើតឡើងបានទេពីព្រោះពេលហ្នឹងកន្លែងហ្នឹងវាកន្លែងរបស់បញ្ញាទៅហើយកន្លែងហ្នឹងកន្លែងណាកន្លែងអារម្មណ៍ហ្នឹងណាកន្លែងរូបហ្នឹងណាកន្លែងនាមហ្នឹងណាកន្លែងរូបសម្លេងក្នុងរស់ផតថពៈនិងធម្មអារម្មណ៍ហ្នឹងកន្លែងហ្នឹងបញ្ញាហ្នឹងគេអង្គុយហើយគេចូលទៅអាស្រ័យនៅហើយអារម្មណ៍ហ្នឹងទៅជាសតិប្បដ្ឋានហើយទៅជាទីតាំងរបស់សតិហើយអត់មែនជាទីតាំងរបស់កិលេសអកុសលទេនឹងប្រកដីនៃជីវិតហ្នឹងអញ្ចឹងបានកិលេសហ្នឹងវាអស់អីតោងហើយបញ្ញាហ្នឹងចម្រើនច្បាស់ទៅមានពេលមួយនោះត្រាស់ដឹងនៅព្រះនិព្វានដែលផុតចាកខណ្ឌនឹងកន្លែងហ្នឹងដែលកិលេសហ្នឹងត្រូវស្លាប់អស់មិនមានបន្តក្នុងខណៈចិត្តតទៅទៀតពីព្រោះពេលហ្នឹងគឺជាខណៈចិត្តមួយដែលឃើញព្រះនិព្វានកិលេសចូលកន្លែងហ្នឹងអត់រួចទេសន្សំតរប់អនេកជាតិមិនអាចដឹងទីបំផុតបានពីត្រឹមណាមកតគ្រប់គណៈចិត្តទាំងអស់តែមកដល់គណៈចិត្តមួយហ្នឹងដែលមានអារម្មណ៍ដល់ភ្លឺច្បាស់គឺព្រះនិព្វានដែលផុតចាកខណ្ឌកិលេសងាប់កន្លែងហ្នឹងទៀតទៅលេងរួចឆ្លងអាកន្លែងហ្នឹងអត់រួចហើយមិនចាំបាច់ពីរគណៈទេមួយគណៈគាត់យ៉ាងលឿនរហ័សកិលេសឆ្លងទៅលេងរួចគណៈក្រោយទៀតគឺអស់ខ្សែរបស់កិលេសហ្នឹងទៅអត់រួចកន្លែងហ្នឹងប៉ុន្តែបើកន្លែងហ្នឹងបញ្ញាហ្នឹងវានៅក្នុងថ្នាក់ក្រោមទេដូចជាសោតាបត្តមៈវាមានអាពួកកិលេសជើងខ្លាំងហ្នឹងឆ្លងទៅរួចទៀតឆ្លងកន្លែងហ្នឹងរួចទៅបានដូចជារឿងកាមរាគានុស័យបដិគានុស័យអានោះឆ្លងទៅផ្លុចឆ្លងកាត់សោតាបត្តមៈហ្នឹងគណៈក្រោយអានោះរស់ទៀតប៉ុន្តែមិនសូវខ្លាំងទេវាអន់វាត្រូវមកដំបងទៅវាអន់ក្រាន់ហើយមុខទៅងាប់អានឹងត្រូវមកដំបងនោះឈឺរ៉ាំរៃរហូតពេលណាមួយងាប់មិនហួស7ជាតិទេអានឹងបើសោតាបណ្ឌបកុលណាព្រោះវាត្រូវសោតាបត្តមៈដាក់មួយម៉ាំងហ្នឹងគឺក្រំគ្រារហូតអត់រស់បានយូរទេប៉ុន្តែវាស្ទុះរួចខ្លាំងសិតតែកិលេសជើងខ្លាំងទៅរួចទៅស្ទុះកាត់សោតាបត្តមៈរួចសក្តិគេមានឲ្យនៅស្ទុះទៅរួចទៀតណាទៀតអាណាគេមានឲ្យនៅមានពួកកិលេសជើងខ្លាំងស្ទុះកាត់រួចណាទៀតហ្នឹងរហូតដល់តែអរហត្តមគ្គបានទៅលេងរួចអស់ចម្រាញ់ជាប់ត្រឹមអរហត្តមគ្គហ្នឹងតទៅអស់លេងអត់មានអកុសលអីមកគ្រាប់ចឹងរឿងស្ថិដ្ឋានវិបស្សនានឹងជ្រាបហើយតែរឿងការអប់រំនឹងវាបញ្ច្រាស់ជាមួយគ្នានឹងទិដ្ឋិហើយទិដ្ឋិវានាំឲ្យកុសលទាំងឡាយផ្សេងប្រព្រឹត្តទៅដោយអំណាចវាតែរឿងស្ថិដ្ឋានវិបស្សនាប្រឆាំងនឹងវាម្ល៉េះហើយគឺជាការងារមួយដែលប្រព្រឹត្តទៅដើម្បីដឹងសេចក្តីពិតនៃអារម្មណ៍អានេះដូចបើនិយាយពីរឿងចម្បាំងវិញសម្រាប់ចំទីតាំងកិលេសហ្នឹងវាអាស្រ័យរូបវេទនាសញ្ញាសង្ខារវិញ្ញាណបញ្ញាហ្នឹងសម្រាប់ទៅកន្លែងហ្នឹងហ្មងទៅសម្រាប់ចំទៅអាកន្លែងហ្នឹងម្ល៉េះហើយកិលេសហ្នឹងមិនអាចដើម្បីតាំងនៅបានមិនអាចកើតឡើងបានរឿងនេះរឿងបញ្ញាដែលយើងត្រូវយល់ឲ្យបានចូលចិត្តគុណម្ចាស់ញាតិញោមតែកាលណាបានយល់ថាជីវិតប្រកបដីប្រចាំថ្ងៃនេះអាចមានកិលេសកើតបានទេលោភៈកើតបានទេទោសៈកើតបានទេមោហៈកើតបានទេបានបើកិលេសកើតបានកើតនៅក្នុងអារម្មណ៍ណាកើតនៅក្នុងអារម្មណ៍អីអាហ្នឹងយើងត្រូវសង្កេតពិនិត្យឲ្យដឹងកន្លែងហ្នឹងអារម្មណ៍អី
ក្នុងជីវិតប្រចាំថ្ងៃហ្នឹងវាមានស្អីក្រៅពីបញ្ញខណ្ឌហ្នឹងដែលជាឧបាទានខណ្ឌហ្នឹងវាកើតក្នុងកន្លែងហ្នឹងដល់តែបានដឹងអញ្ចឹងប្រគុណចាស់ញាតិញោមមុខទៅយល់រឿងស្ដេចឋានវិបស្សនាអត់មែនជារឿងបណ្ដោយឲ្យកិលេសកើតទេចាំដល់មានពេលមានវេលាសូមយើងទៅចម្រើនតែម្ដងរឿងហ្នឹងវាមានជារឿងលះកិលេសអីទៀតបើជារឿងបណ្ដោយឲ្យកិលេសវាកើតតាមចិត្តទៅហើយកើតទៅតាមអំណាចនៃកិលេសហ្នឹងទៅហើយប្រកដីនឹងអញ្ចឹងបានថារឿងស្ដេចឋានវិបស្សនាមិនមែនជារឿងដែលយើងមានពេលវេលាចម្រើនទេមិនមែនជារឿងមានឱកាសមានពេលវេលាមានកន្លែងទេប៉ុន្តែពេលវេលាឱកាសនៃស្ដេចឋានវិបស្សនាគឺសភាវៈដែលកំពុងប្រកបតាមផ្លូវភ្នែកផ្លូវត្រចៀកផ្លូវច្រមុះផ្លូវណាផ្លូវកាយនិងផ្លូវចិត្តដែលទីតាំងនឹងធ្លាប់ជាទីតាំងនៃកិលេសតែត្រឡប់คลายទៅជាទីតាំងរបស់សតិទៅវិញទៅហៅថាសតិប្បដ្ឋានចឹងសភាវៈក្នុងជីវិតប្រកដីព្រះអង្គទ្រង់សត្រាស់សម្ដែងណាស់ទៀតមើលនៅក្នុងមហាសតិប្បដ្ឋានមានពេលវេលាឯណាដែលថាពេលនេះទៅមានការចម្រើនសតិប្បដ្ឋានសតិអាចតាំងនៅបានពេលនេះសតិប្បដ្ឋានតាំងនៅមិនបានទេមិនមែនជាទីតាំងនៃសតិទេគឺអត់មានគឺជាទីតាំងនៃសតិគ្រប់ពេលវេលាទាំងអស់ដែលសតិអាចរលឹកបានអារម្មណ៍ណាអារម្មណ៍នោះគឺជាទីតាំងនៃសតិបណ្ដេញកិលេសចេញពីកន្លែងហ្នឹងដែលកិលេសធ្លាប់តែតាំងនៅកន្លែងហ្នឹងកើតនៅកន្លែងហ្នឹងគឺត្រូវតែខ្ទាតចេញមកពីសតិហ្នឹងចូលទៅតាំងនៅចូលទៅអាស្រ័យចូលទៅរលឹកបណ្ដេញកិលេសចេញរឿយចឹងនឹងរឿងហ្នឹងរឿងគុណចាស់ញាតិញោមបងប្អូនហ្នឹងត្រូវតែធ្វើដំណើរចេញណាតែចេញអំពីបញ្ញខណ្ឌហ្នឹងហើយមានសំណួរទី3មានមេត្តាបិតាខ្លះពេលកូនចង់បួសក្នុងព្រះពុទ្ធសាសនាហើយកូននោះបានមកសូមលាដើម្បីទៅបួសបើជាមេត្តាបិតាក៏ពេកមាត់យំសម្រក់ទឹកភ្នែកទៅវិញតើគាត់ទាំងនោះមានទោសដែរឬទេសូមបញ្យល់ម្យ៉ាងទៀតមេត្តាបិតាខ្លះពេលដែលកូនបានបួសហើយបែរជាបង្ខំឲ្យលោកកូននោះសឹកទៅវិញតើគាត់ទាំងនោះមានទោសដែរឬទេរឿងនេះខ្ញុំក្នុងថ្ងៃហ្នឹងត្រាប់តែមិននឹកទៅមិនចង់និយាយអំពីទោសណានាណីអីទាំងអស់ចង់និយាយពីទោសបញ្ញខណ្ឌហ្នឹងឥឡូវនិយាយពីទោសបញ្ញខណ្ឌហ្នឹងនិយាយទៅគឺចិត្តហ្នឹងវាចង់និយាយអញ្ចឹងឥឡូវមិននិយាយអំពីទោសម៉ែទោសឪពុកទោសកូនទោសអីទេគឺនិយាយពីរឿងទោសនៃបញ្ញខណ្ឌទេដើម្បីយើងនេះឯងរួចពីបញ្ញខណ្ឌព្រោះតែមិនឃើញទោសបញ្ញខណ្ឌហ្នឹងទៅមិនរួចពីបញ្ញខណ្ឌណារឿងហ្នឹងអញ្ចឹងទេព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងព្រះអរិយបុគ្គលណាឃើញទោសបញ្ញខណ្ឌទេព្រះអរិយបុគ្គលឃើញទោសបញ្ញខណ្ឌឃើញទោសលោកនេះឃើញទោសហើយព្រះអរិយបុគ្គលនោះឯងក៏បានឃើញនៅសន្តិបត្តិគឺព្រះនិព្វានដែលរលាស់ចោលនៅឧបធិព្រះអរិយបុគ្គលណាព្រោះតែឃើញទោសនៃបញ្ញខណ្ឌឃើញទោសនៃបញ្ញខណ្ឌណាទៅបានចូលទៅឃើញគុណធម៌គឺជាបរមត្តធម៌ដ៏ល្អិតសុខុមគឺព្រះនិព្វានដែលរលាស់ចោលនៅឧបធិណាញត្តស្វាធម្មំនិរូបថឹងបានដឹងនៅនិព្វានធម៌ដែលមិនមានឧបធិហ្នឹងមកអំពីបានឃើញទោសនៃខន្តលោកទៀតទិស្វាអាទិនវាំងលោកកាំងគឺណាបានឃើញទោសនៅលោកហ្នឹងអញ្ចឹងបានចូលទៅឃើញនិព្វានធម៌ដែលរលាស់ចោលនៅឧបធិហ្នឹងគឺខណ្ឌហ្នឹងហើយនិព្វានហ្នឹងនិព្វាននៅត្រង់ដែលរលាស់ចោលនៅខណ្ឌបានហ្នឹងគឺនិព្វានហើយទៀតនិព្វាននៅត្រង់ដែលចេញផុតจากខណ្ឌដោយអំណាចនៃបញ្ញាដ៏ប្រសើរណាដែលដូចជាដៃរលាស់បញ្ញខណ្ឌបានគុណចាស់ញាតិញោមបានដល់នៅព្រះនិព្វានដែលឈ្មោះថានិរូបថឹងដល់ទៅអញ្ចឹងទៅព្រះអរិយបុគ្គល
លោកមិនត្រេកអរនៅក្នុងបាបទេទៀតព្រះអរិយៈណានិរមតិបាពេឃើញទេព្រះអរិយបុគ្គលហ្នឹងគឺថាមិនត្រេកអរនឹងបាបទេនិរមតិបាពេអញ្ចឹងបាពេនិរមតិសុចៃតិបុគ្គលដែលស្អាតមិនត្រេកអរនឹងបាបគឺមិនត្រេកអរនឹងរបស់ដែលមិនស្អាតបាបនឹងជារបស់មិនស្អាតបុគ្គលដែលស្អាតគឺមិនត្រេកអរនឹងរបស់ស្មោកគ្រោកទេចឹងដូច្នេះបញ្ញាដែលប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធដែលបានត្រាស់ដឹងនៅព្រះនិព្វានដែលជាធម៌ដ៏ស្អាតនោះព្រោះផុតចាកធម៌មិនទៀងធម៌ដែលស្អាតនឹងព្រោះផុតចាកធម៌ដែលជាទុក្ខដែលស្អាតនឹងព្រោះផុតចាកធម៌ដែលសៅហ្មងដែលស្អាតនឹងព្រោះផុតចាកបញ្ចខណ្ឌរមែងមិនត្រេកអរនឹងខណ្ឌដែលប្រកបទៅដោយទុក្ខរឿងនឹងចឹងទៀតប្រគុណម្ចាស់ញាតិញោមបងប្អូនទាំងអស់បានដឹងថាអ្វីមួយជាទោសហើយមិនចង់នៅកន្លែងនឹងទេដូចជាកូនចៅអីចឹងថាឆ្កំឆ្គងកូនចៅនឹងឆ្កំឆ្គងមិនស្អាតទេមិនល្អទេមិនត្រឹមត្រូវទេមិនប្រពៃទេមិនប្រកបដោយកលងធัวទេមិនចង់នៅកន្លែងនឹងទេគឺបានសេចក្តីថាមិនចង់ឲ្យការប្រព្រឹត្តរបស់កូននឹងដូចអញ្ចឹងតទៅទៀតទេមិនចង់ឲ្យការប្រព្រឹត្តនឹងយ៉ាងនឹងតទៅទៀតទេអានឹងគឺបានអីដែលចង់ចេញពីកន្លែងហ្នឹងគឺចង់ឲ្យការមិនស្អាតភាពស្មោកគ្រោកភាពកខ្វក់ភាពរមិលគុណភាពមិនដឹងគុណភាពអកតញ្ញូភាពការលុបបំបត្តិគុណហ្នឹងគឺថាចង់ឲ្យវាត្រឡប់មកជាល្អវិញអានឹងរឿងហ្នឹងមកពីអីមកពីយើងឃើញទោសរបស់មួយបានត្រឡប់ទៅជាឃើញគុណនៅក្នុងធម៌ល្អនឹងចឹងប៉ុន្តែរឿងហ្នឹងណាទេណាយើងត្រូវចម្រើនបញ្ញានឹងបញ្ញាដែលរលាស់ចោលនៅទុក្ខទោសនឹងចម្រើនទៅរហូតចូលមកឃើញទុក្ខទោសបញ្ចខណ្ឌតើតែឃើញទុក្ខទោសបញ្ចខណ្ឌនឹងទៅបង្អោនទៅរកសន្តិបត្តិគឺព្រះនិព្វានបង្អោនទៅទីបំផុតក៏បានឃើញនៅព្រះនិព្វាននឹងដ៏ល្អកាលដែលឃើញព្រះនិព្វាននឹងដ៏ល្អហើយក៏ទៅមិនត្រេកអរនឹងបញ្ញខណ្ឌដែលជាទីប្រជុំនៃទុក្ខទោសសពគ្រប់ទាំងអស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងព្រះសតន្តបិដកសង្យុត្តនិកាយនិទានវៈនិករិយសូត្រព្រះសូត្រនឹងសម្ដែងអំពីនគរព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងដល់ភិក្ខុទាំងឡាយកាលដែលព្រះអង្គត្រាស់ដឹងនៅបដិច្ចសមុបាទធម៌ដោយសេចក្តីថានាមរូបនឹងកើតមានព្រោះវិញ្ញាណជាបច្ច័យចឹងបើមិនមានវិញ្ញាណទេនាមរូបនឹងក៏មិនអាចប្រព្រឹត្តទៅបានដែរតាំងតែអំពីនៅក្នុងផ្ទៃនៃមេត្តាបើមិនមានបដិសន្ធិវិញ្ញាណទេនាមរូបក៏មិនអាចចុះកាន់ផ្ទៃនៃមេត្តានឹងបានដែរតើតែមានវិញ្ញាណបដិសន្ធិគឺវិញ្ញាណបានតចំពោះនៅភពចាស់មកកម្មភពថ្មីនឹងវិញ្ញាណនឹងបដិសន្ធិដោយកម្លាំងកម្មជាបច្ច័យបដិសន្ធិវិញ្ញាណនឹងកើតឡើងមិនមែនរឿងវិញ្ញាណនឹងស្ទុះទៅអន្ទល់ទៅមកពីណាទេតែកម្លាំងកម្មនឹងរៀបចំជាបច្ច័យចាត់ចែងតាក់តែងឲ្យកើតឡើងហើយព្រះអង្គក៏ពិចារណាទៅឃើញថាតើវិញ្ញាណនឹងអាស្រ័យអ្វីជាបច្ច័យអាស្រ័យអ្វីនាំឲ្យកើតអាស្រ័យអ្វីជាដែនកើតព្រះអង្គពិចារណាទៅក៏ឃើញបានយ៉ាងច្បាស់ថាវិញ្ញាណនឹងឯងមិនមែនស្ទុះទៅផុតចាកនាមរូបនឹងឯណាដោយសេចក្តីថាមិនមែនជារបស់ដែលជាពលឹងជាអត្តាជាតួខ្លួនជារបស់មួយដែលមិនអាស្រ័យនាមរូបហើយកើតឡើងបានមានឡើងបានគឺអត់ព្រះអង្គចារណាឃើញច្បាស់ថាព្រោះអាស្រ័យមាននាមរូបទៅមានវិញ្ញាណនឹងមិនអាចវិលត្រឡប់ផុតចាកនាមរូបនឹងបានទេ
cứ về nhiên nâng anh đại chia bạch chay nằm ở cao niệm rúp có pro từ vơ màu pi niệm rúp nâng về vơ cả lót pi niệm rúp nâng từ chia bạch chay ở cao niệm rúp nâng mình đôi bà ông ban thì cha na khơi chân tới vị phát na nhiên nâng anh có ban vơ cả lót ông pi ca pi cha na nữ niệm rúp cao miên pro về nhiên chia bạch chay nâng vơ cả lót màu khơi bạch chay rồi bao về nhiên nâng cứ niệm rúp nâng mình đòn trắng rùm luật ạ về chia tiền rùm luật ạ về chia về miền rừng ấy để niệm mà rúp say về nhiên say niệm mà rúp nó trâu phi trâu tọt lật trâu pruy và rom trâu khát tại mau bị ạ về chia đo từ miền về chia vị pasana về chia cái lại nâng rồi hốt đo tứ mẹ cái nhiên cả đang chia ở đây giờ mẹ tiền vì pasana nhiên nâng chỉ mui cái nên nâng mẹ cái nhiên nâng có bàn cả láng rùm luật ạ về chia rùm luật cái này nâng chẳng pro ban khơi chắc bạch nơi niệm mà rúp say về nhiên từ cả bàn bán ấy sạp từ về nhiên nó là say niệm mà rúp đấy bằng chẳng là bao thằng o nâng miền luôn anh ấy rùm luật ạ về chia bán đói vị pasana với chia prong trong ta sầm đai chẳng tới prong trong sầm đai sẽ đây opama tha đôi chia bỏ rọ mà nè đào châu từ cành prì thom đào châu từ trong prì thom nâng cơ ban chụp nợ phơi chặt thlia chặt miễn tăng thềm pi bồ ràn mà bỏ rọ nâng có lớn cành phơi chặt thlia chặt nâng đào tới có ban chụp nơi nợ cua muôi đọt thom chia nợ cua độc đom chia nợ cua bồ ràn miễn tăng thềm pi đào màu bò bồ ta đòi rục cái chiết ca sạch tất cua chỉ tim mà nô rung có ba năm đầm năng nâng mà phạt tú đó pre chi bàn chiết đầm năng gian đi hơi có bàn chăm ơi cái đông pi đọt thông mà nè hơi nâng non và bộ chuân đọc còn bay cao từ cành là cô đâu hơi phơi nó cô nó oi rít chìm ra từ lung từ lì là ban chỉ đẹp tầm năng thả mình toàn pin nhé cái đông pi mà nè đầy non mà nữ đọc bằng bay cao tới nơi nó cô nó mình toàn pin nhé chẳng có bánh chun to từ tiệt bánh chun pram từ cô từ tiệt bánh chun pram từ cô từ tiệt đầm bay từ nông là cô nâng cô chặt đặt pi bò ran nâng là bình chun tới ở nhang là cô nâng ở chầm ra chân từ pram ta cô nâng mình toàn pin tiết thay ha sẽ pram ta cô tới tiết ha sẽ pram ta cô nâng từ hơi mình toàn pin tiết rồi mình toàn pin chân tế đã sam sắp ta cô tới tiết sam sắp ta cô nâng thay mình toàn pin tế mà pon ta cô tới tiết mà pon nâng thay mình toàn pin tế toàn pin nhé chẳng thay đọc mùi mơn ta cô tới tiên đọc mùi tới tiên đọc mùi mơn nâng tới tiên toàn pin tiên đó là mình toàn pin tiên tới thay bầm bay mơn buôn con ta cô tới tiên từ mình toàn pin thà phần má của mình che pin đang chẳng có ban tung cô phao cuông và cả đó của mà chuồn nâng đầm bay oi từ nơi ruộng giang sóc sập bay xem sang không được cua đâu để bò được bò cướp con mình chạy qua vậy nè sự cái đây ní giang na presama samput prong trong tra sầm đây nơi không nè cái đệ sốt bị đọt mai dương lên sam sệt mũi tên bạn mơ thức khơi nha nơi không bị đọt nâng miền còn là thả thả lúc có ban phần vô bàn to từ tiệt nó trên nó lúc phần vô thả đôi chè cả đông pi ấy đầy nom mà pon đọc còn bay cao ấy nâng tay sẽ nâng cứ tha lục bình vô thì bảo từ tam ở nâng presama samput còn là ông trong ta sầm đây bình chun phải chia chuôn ở từ nơi không là cô nâng bình chun tràn tới đã tha lục bình vô bình chun nângประมาณấy tha bình vô thì bảo sập crumព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាផ្លូវចាស់ធ្លាចាស់ហ្នឹងណាគឺជាឈ្មោះនៃអរិយមេអង្គ8នឹងអញ្ចឹង
ហើយរាជាធានីបុរាណនឹងគឺជាឈ្មោះនៃអមតៈមហានិព្វានព្រះនិព្វាននឹងព្រះអង្គសម្ដែងរៀបរាប់ចឹងទៅដោយការដែលព្រះអង្គបានត្រាស់ដឹងនៅបដិច្ចសមុបាទធម៌នឹងឯងក្នុងអត្ថកថាលោកបញ្យល់ថែមបណ្ដេះទៅទៀតលោកបញ្យល់ថាក្នុងការដែលបរោះនោះដើរចូលទៅក្នុងព្រៃដ៏ធំនេះគឺជាឈ្មោះនៃព្រះបរមពោធិសត្វដែលព្រះអង្គបានទទួលការព្យាករអំពីព្រះសម្មាសម្ពុទ្ធទីបង្ករាប់អំពីផតកម្មនឹងទៅ4អសង្ខ័យ1សែនកម្មរហូតមកដល់ផតកម្មនេះនៅពេលដែលចិត្តត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនេះប្រៀបបីដូចជាបរោះដើរចូលទៅក្នុងព្រៃធំព្រៃធំព្រៃប៉ុណ្ណឹងណាតែណាត់ព្រៃប៉ុណ្ណឹងតាំងអំពីព្រះពុទ្ធទីបង្កមកព្រៃធំហើយហ្នឹងហើយការដែលបានជួបនៅផ្លូវចាស់ធ្លាចាស់គឺជាឈ្មោះនៃការដែលបានជួបនៅមគ្គ